សួស្ដីលោកទៅណាអញ្ចេះទៅនរទៅលោកប្រធាន控制命運，任我敲我安排，看似夢幻，凡人難盡了解。人海的風景，比那滄海更大，難為正邪定，難為正邪定分解。ខ្ញុំត្រូវបានគេដេញតាមសម្បត្តិទីរ៉ាយបន្ទាប់ពីស្ងាត់អស់2ខែមកខ្ញុំត្រូវការដំឡើងប្រាក់ខែឲ្យច្រើនជាងមុនមានន័យថាយ៉ាងម៉េចទៅយើងមិនអាចនិយាយគ្នាបានទេខ្ញុំទៅមើលគេរំសិចស៊ីមែនទេហ៎អូសូមស្ដាប់នយោបាយទុកដាក់នេះគឺជាបេសកកម្មសំខាន់ខ្លាំងណាស់បើលោកទទួលបានជោគជ័យលោកនឹងអាចជួយពិភពលោកបានជាមិនខាននោះទេខ្ញុំយល់ហើយលោកបណ្ឌិត Peterson សាស្ត្រាចារ្យនៃសាកលវិទ្យាល័យនៅប្រទេសស្វីសបានបង្កើតពូជដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលត្រូវគេហៅថាពូជរបស់ព្រះគឺកប់នៅក្នុងដីខ្សាច់ហើយដាក់ទឹកតែបន្តិចតែប៉ុណ្ណោះរយៈពេល1នាទីវានឹងទទួលបានផ្លែផ្កាភ្លាមនៅជារឿងមកភ្លើពេកហើយនៅពេលនេះពួកគេកំពុងតែដណ្ដើមយកពូជព្រះនោះពួកគេបានណាត់គ្នានៅទីក្រុងសិនចិនក្នុងក្រុមហ៊ុនឆៅធានរបស់ Lu Islu ខ្ញុំចង់សម្ដៅទៅលើគ្រួសារមួយដែលតែងតែជួយជូនក្រីក្រពីចំនួនមួយទៅចំនួនមួយឪពុករបស់ Lu Is បានលៀងដៃឈប់លួចតែប្រភពមួយចំនួនបានឲ្យដឹងថាក្នុងឆន្ទៈរបស់គាត់បានដាក់ទានឲ្យកូនទាំង5របស់គាត់មិនឲ្យលួចទៀតទេនេះហើយគឺជាមូលហេតុរបស់ Lu Is ក្រុមហ៊ុនឆៅធានក៏បានធ្វើការស្រាវជ្រាវនៅពេលនេះគេជាបារម្ភដែលមានខ្លាំងណាស់ខ្ញុំចង់ឲ្យលោកទៅមើលដោយខ្លួនឯងអផាតមិននេះនឹងផ្ទុកក្នុងរយៈពេល10នាទីទៀតលោកមានពេល5វិនាទីដើម្បីចាក់ចេញ4 3 2ដល់ពេលហើយ
ម៉ាក់ខ្ញុំមកវិញហើយ មុនឯងនៅតែអាក្រក់ដដែលប្រហែលឆ្នាំមុននេះការរៀនសូត្ររបស់ឯងសុទ្ធតែជាការសំណងលោកបានខ្ញុំធ្វើការវិបហាដើម្បីដណ្ដើមយកបន្ទុកពីពេលមួយទៅពេលមួយដូច្នេះលោកឯងបន្តដំណើរងាររបស់លោកបានឯងគ្មានភាពប្រសើរសោះតែខ្ញុំនិយាយខុសដែរទេលោកអត់មានអារម្មណ៍ថាមានខ្យល់តិចតួចចូលតាមពីក្រោយលោកទេមែនហើយខ្ញុំពិតជាមានអារម្មណ៍រហ័យណាស់ហេតុអីទៅមិនមែនយើងស្រឡាញ់គ្នាខ្លាំងទេអីបើពេលនេះពួកយើងមានខោក្នុងដូចតែគ្នានោះមិនក៏បែបនេះចាក់ស្ដែងទំហំខ្ញុំគឺធំជាងឯងលោកអីមានត្រូវរបួសត្រង់ណាដែរទេហ៎លោកកាត់អញ្ចឹងហ៎មើលតួខ្ញុំមើលលោកអីពេលនេះខ្ញុំធំហើយណាលោកមិនអាចមើលកន្លែងណាបានទេអូនាងនិយាយត្រូវខ្ញុំក៏កន្លោះដែរលោកមិនអាចប៉ះពាល់បានដូចគ្នានឹងឯងយូរឯងនេះឈួតដដែលខ្ញុំមិនប៉ះតែយើងឯងចង់បានអញ្ចឹងដែរលោកអីប៉ុន្តែខ្ញុំក៏ជាកូនចៅគ្រួសារលោកដល់ល្បីល្បាញដែរខ្ញុំក៏បានធ្វើជាអ្នកប្រយុទ្ធដែរខ្ញុំមិនអាចបំផ្លាញឈ្មោះគ្រួសាររបស់យើងបានទេគិតថាធ្វើដំណើរក្នុងពិភពលោកដោយជំនាញកុងហ្វូបរទេសហ៎ខ្ញុំត្រូវប្រាប់ម៉ាក់ថាម៉េចបើឯងមានបញ្ហាអីនោះតើមានអ្វីដែលឯងចង់ប្រាប់ខ្ញុំទៅអូម៉ាក់កូនសម្លាញ់ម៉ាក់ហេតុអីក៏ម៉ាក់នៅមិនទាន់សម្រានម៉ាក់នៅចាំឯងម៉ាក់ធ្វើសុំឲ្យឯងម៉ាក់មិននឹងគេងលក់បានទៅសុបនេះមើលទៅគឺមានជីវជាតិណាស់ម៉ាក់ត្រូវហើយគឺសម្រាប់ពៅសួតរបស់ឯងនោះអីណែផឹកវាអស់ទៅណាកូនជំងឺមកវិញរបស់គាត់ទើបតែពិនិត្យប្រហែលថ្ងៃមុននេះទេម្សិលមិញគាត់ក៏បានឲ្យអាហារឆ្កែខ្ញុំញ៉ាំដែរឲ្យឆាប់ឡើងញ៉ាំទៅតន់វានៅក្តៅណាវាល្អណាស់សម្រាប់ឯងផឹកទៅវាល្អខ្លាំងណាស់សម្រាប់ឯងកូនប្រុសហាវាពិតជាឆ្ងាញ់ណាស់មែនដែរទីអូយកូនឆ្ងាញ់ទីខ្ញុំមិនដែលបានទទួលភាពស្រស់ថ្លាបែបនេះទេម៉ាក់អ្នកទាំងអស់គ្នាជជែកគ្នាលេងទៅខ្ញុំទៅគេងហើយមែនហើយម៉ាក់គួរតែសម្រានហើយម៉ាក់ប្រយ័ត្នប្រយែងផងហើយយ៉ាមៀតបេលបានធ្វើជាក្មេងល្អណាស់ថ្ងៃនេះគេបានធ្វើសម្លេងអីចេះពេញមួយថ្ងៃនេះគេតែធ្វើល្អជានិច្ចហ្នឹងអូកូនប្រុសហាម៉ាក់បានយករបស់ចាស់ខ្លះហើយម៉ាក់ក៏បានរៀបចំសិភៅក្បាច់គុនដែរឪពុករបស់ឯងនឹងបានសរសេរវាគឺជាក្បាច់គុនបំបែកម៉ាក់បានរៀនវាពីមុនមកមែនហើយតែឲ្យម៉ាក់បង្រៀនឯងទេម៉ាក់ខ្ញុំយល់ថាចាំពេលក្រោយចុះมันអាចហាត់វាដោយខ្លួនឯងបានទេម៉ាក់ណានឹងជួយដល់ឯងទៅទេដោយរបៀបណាទៅដូចនេះពេលនេះឯងស្រាយវាដោយខ្លួនឯងទៅហើយក្នុងពេល6ម៉ោងឯងនឹងត្រូវចងជួម្ដងហើយវាអាចស្រាយវាដោយមិនចាំបាច់គិតទេតើយល់ដែរទេកូនខ្ញុំយល់ហើយម៉ាក់ត្រូវហើយកាយ៉ាណាស្រាយឲ្យខ្ញុំភ្លាមទៅឆាប់ឡើងអាយ៉ាម៉ាក់ចង់បងចង់ឲ្យបងនឹងស្រាយវាដោយខ្លួនឯងបងក៏តែព្យាយាមទៅខ្ញុំមិនហ៊ានប្រឆាំងគាត់ទេអាមុនជួយយើងផងអាមុនជួយយើងផងទៅអាមុនថាលោកបានស្រឡាញ់ចូលចិត្តបែបនេះទេយើងនឹងកាត់ប្រាក់ខែរបស់ឯងពួកអាជនក្បត់យើងនឹងកាត់ប្រាក់ខែរបស់ឯងកុំបិទភ្លើងអីយើងខ្លាចងងឹតខ្លាំងណាស់ជួយខ្ញុំផងអរគុណស្ដីលោក
រុនសួស្ដីលោកប្រធានលោក អរុនសួស្ដីលោកប្រធានលោក លោកនៅអ៊ីមើលតែក្រុមហ៊ុនរបស់លោកបុគ្គលិកគឺមានការគួរសមណាស់ តែអ្នកបោះសម្អាតក៏សង្ហាដែរ ថ្ងៃនេះមានសាស្ត្រាចារ្យម្នាក់មកពីស្វីសនឹងបង្ហាញពីក្របពូជវេទមន្តវាគឺមានតម្លៃអស្ចារ្យណាស់ដូច្នេះលោកសុនហើយនិងលោកបណ្ឌិតប៊ីស្តុនបានមកដល់ហើយលោកលូខាងជួបគ្នាយូរហើយអរគុណសម្រាប់ការស្រាវជ្រាវដល់ល្បាតនេះលោក Peterson យើងបានជួបមុខគ្នាដោយផ្ទាល់ហើយក្របពូជរបស់ព្រះយើងគ្រាន់តែបន្ថែមទឹកតែប៉ុណ្ណោះហើយវានឹងរីកលូតលាស់ទៅជាប្រភេទដំណាំណាមួយនៅក្នុងរយៈពេលតែ1នាទីទេបើការងារនេះដូចលោកថានោះអញ្ចឹងអាចនិយាយថាគ្រោះទូរភឹកនឹងត្រូវកាត់បន្ថយខ្លះហើយមែនទេព្រោះលទ្ធផលរបស់វាពិតជាអស្ចារ្យណាស់ថ្ងៃនេះខ្ញុំនឹងធ្វើការពិសោធន៍មួយដើម្បីឲ្យលោកបានឃើញជាក់ស្ដែងតែម្ដងណានេះគ្រាន់តែជាប្រអប់ដាក់ខ្សាច់ទេធ្វើយ៉ាងម៉េចឲ្យរីកលូតលាស់បានទៅលោកនឹងមានការភ្ញាក់ផ្អើលទៅលើវាជាមិនខាននោះទេបើជាមិនគួរជឿទេនេះគឺជាអភូតហេតុវាអាចញ៉ាំបានទេប្រកាសជាអាចសាកមើលទៅណាវាមានរសជាតិផ្អែមណាស់មែនទេខ្ញុំសូមបន្ថែមពេលមួយទៀតតែយើងអាចដាំផ្លែប៉ោមនៅលើខ្សាច់តែប៉ុណ្ណឹងបានទេយើងគ្រាន់តែដាក់ទឹកអាចដាំអ្វីក៏បានដែរក្របពូជនៃព្រះនេះនឹងបញ្ចប់គ្រោះទូរភឹកបានហើយតែបើធ្លាក់ក្នុងដៃអ្នកផ្សេងវានឹងជំរុញឲ្យមានការដង្ហើមភ្នែកណៃសិនមិនអាចចូលទៅក្នុងបានទេខាងក្នុងកំពុងមានការប្រជុំអូវាប្រហាត់ទៅកុំអីនេះគឺបច្ចេកវិទ្យា technology យើងមិនអាចតតាំងបានទេនាំខ្លួនទៅទៅយើងបំពេញបេសកកម្មឆាប់ទៅហើយយ៉ាងតានោះជាស្អីដែរទៅសាស្ត្រាចារ្យសូមអញ្ជើញទៅជាមួយពួកយើងបើសិនជាលោកចង់មានជីវិតរស់ទៅបាន
ចេះគូសំបន្តិចទៅលូអីលូខ្ញុំស្គាល់លោកហើយលោកសេមផេនលេខកូដ119លោកគឺជាភ្នាក់ងារដែលមានបញ្ហាបំផុតក្នុងជួរពលិអន្តរជាតិកាលពីឆ្នាំមុនលោកបានបំផ្លាញឡាន103គ្រឿងហើយបូកនឹងម៉ូតូ1គ្រឿងព្រមទាំងយន្តហោះទៀតផងលោកជាមនុស្សចោលម៉ាស៊ីនខ្ញុំបានឃើញផ្ទាល់ហើយប៉ូលីសដូចជាលោកហើយកសែតក៏មិនបានរៀបរាប់អ្វីផ្សេងទៀតដែរត្រឹមត្រូវហើយដោយសារតែយើងគឺមិនចង់ធ្វើឲ្យមានការភ័យខ្លាចឬទទួលភាពស្លន់ស្លោណាមួយយើងសង្ឃឹមថាយើងនឹងទទួលបានក្របពូជរបស់ព្រះនៅក្នុងរយៈពេលខ្លីមិនមកដល់ផ្ទះខ្ញុំចង់ឲ្យលោកសហការជាមួយនឹងខ្ញុំហ្នឹងខ្ញុំគ្រាន់តែជាជនស៊ីវិលម្នាក់ខ្ញុំអាចជួយលោកបានដល់របៀបណាទេលោកអ៊ីស្លូខ្ញុំដឹងថាលោកគឺជានរណាច្បាស់ណាអស់រយៈពេល30ជំនាន់ទៅហើយគ្រួសារលោកគឺសុទ្ធតែជាចៅចិត្តជាតិបានធ្វើរឿងត្រឹមត្រូវហើយពួកយើងក៏បានជុំជាយូរមកហើយដែរបងសម្លាញ់នាងជានរណាគេមិនក៏មកខ្ញុំចឹងអូក្មេងល្អមកតើនាងជានរណាអីចាបងចូលចិត្តលេងសើចជាមួយនឹងអូនខ្លាំងណាស់អានតែអូននឹងអត់បងការចងចាំមែនទេតែបងពិតជាចាំអូនដែរមែនទេបងមិនចាំបាច់និយាយទេអូនពិតជាសប្បាយចិត្តណាស់ដែលបងត្រឡប់មកវិញអូនធ្វើស៊ុបជូនបងណែម៉ាក់គួរតែយកស៊ុបឲ្យគាត់ញ៉ាំហើយគឺឲ្យប៉ាអីយ៉ាបងចាំអូននៅទីនេះហើយណាតើគាត់ជានរណាទៅខ្ញុំគាត់គឺមានជំងឺវង្វេងហើយគាត់មិនចាំថានរណាជានរណានោះទេអូបានខ្ញុំសប្បាយចិត្តនៅក្នុងការលេងមួយនេះតើលោកមានចង់និយាយជាមួយខ្ញុំនៅរឿងផ្ទាល់ខ្លួនគ្មានអ្វីនិយាយគ្នាទេហ៎ប៉ូលីសអន្តរជាតិមានក្រុមដ៏ធំហើយខ្លាំងទៀតផងមិនបានជាលោកត្រូវការខ្ញុំក្នុងរឿងនេះគឺប្រព័ន្ធកុំព្យូទ័ររបស់ពួកយើងគឺត្រូវបាន hack ហើយលេខសម្ងាត់ទាំងអស់គឺត្រូវបានលាតត្រដាងខ្ញុំត្រូវការជំនួយរបស់លោកតាមម្យ៉ាងគត់ទើបដោះស្រាយបានយើងត្រូវការឲ្យលោកជួយពិតមែនខ្ញុំពេញចិត្តនៅក្នុងការស្ដាប់គំនិតទាំងនេះតែខ្ញុំនៅតែមិនអាចជួយលោកក្រុមពូជនៃគម្រោងព្រះគឺត្រូវបានឧបត្ថម្ភដោយលោកហើយចុងក្រោយក៏ត្រូវបាត់បង់នៅក្នុងក្រុមហ៊ុនរបស់លោកទៀតលោកមិនគិតថាគណនីនោះវាបាត់បង់ទៅវិញទេខ្ញុំដឹងហើយថាអ្នកណាយកពូជព្រះនោះទៅគឺអង្គការជប៉ុនហៅកាត់ថាអត្តច័ន្ទដែលដឹកនាំដោយស្រីម្នាក់ឈ្មោះស្នូប៉ុន្តែនៅមានរឿងមួយដែលលោកមិនបានដឹងលោកសាស្ត្រាចារ្យគឺមិនត្រូវបានចាប់ខ្លួននោះទេគាត់គឺជាអ្នកផ្សំគំនិតនៅក្នុងការយកក្រុមពូជព្រះនោះហើយបន្ទាប់មកពួកគេនឹងលុកក្រុមពូជនោះទៅឲ្យសមាគមអក្រិតជនដែលធំជាងគេហៅថា Chemex គ្រាន់តែគិតពីបញ្ហានេះបើក្របពូជនោះធ្លាក់ចូលក្នុងដៃ Chemex មែននោះតើនឹងមានបញ្ហាអ្វីកើតឡើងបើស្ទើរបែបនេះយើងគួរតែធ្វើការប្រកួតមួយទៅបើសិនជាលោកចាញ់លោកត្រូវទៅជាមួយខ្ញុំនេះគឺទូរស័ព្ទខ្ញុំទុកវានៅកប៉ាល់ក្រោយបើលោកយកវាបានក្នុងពេលមួយនាទីខ្ញុំនឹងចាញ់អូទេណាខ្ញុំទុកទូរស័ព្ទនេះនៅទីនេះហើយបើសិនជាលោកយកបានរយៈពេលមួយនាទីខ្ញុំចាញ់ចោះតែចំណេចដែរហ៎មកឆាប់ចុះមកមីបឡាឆាប់មកនេះមកអើយអាយលេខខូចមែនខ្ញុំឈ្នះហើយមែនទេមិនអាចយុទ្ធការបានទេលោកអត់បានលួចវាទេគឺវាជាអ្នកលួចទេខ្ញុំនឹងឲ្យលោកមួយសំណួរទៀតចុះពេលនោះលោកសម្រេចបានហើយពេលនេះបើលោកប៉ះមុខរបស់ខ្ញុំបានតាមបណ្ដាយនោះខ្ញុំព្រមចោះចាញ់ចូលមកយោការប្រយុទ្ធជាមួយនឹងឪពុករបស់ឯងគឺជាការងាររបស់ម៉ាក់ទេគាត់តែងតែចាញ់ម៉ាក់រហូតមកនេះមិនបានប៉ះមុខរបស់ខ្ញុំទេបែបនោះមិនយកឆ្កាឡើយយើងទៅបណ្ដាំងឡានទៅគឺមានខ្សែកោងរាងអក្សរ S មួយណាយើងសម្រាប់យកកន្លែងនោះជាគោលដៅបន្ទាប់ពីផ្លូវកោងមួយនោះនៅប្រហែលជា200ម៉ែត្រគឺមានសញ្ញាមួយបើសិនជាអ្នកណាទៅដល់មុនគឺអ្នកនោះហើយជាអ្នកឈ្នះលោកបាត់បង់ជុំទី2រួចទៅហើយខ្ញុំសង្ឃឹមថាពេលនេះលោកនឹងឈ្នះចុះខ្ញុំត្រូវការដៃគូដែលធ្វើបានល្អចាប់ផ្ដើមទៅខ្ញុំសង្ឃឹមថាលោកនឹងទទួលជ័យជំនះ
លោកគ្រូពេនតើលោកសឹមផិនយ៉ាងមិនទៅហើយយើងនឹងមិនទាន់នឹងច្បាស់ទេអ្នកតើគ្នាអាចចូលទៅសួរសុខទុក្ខគាត់បានពួកឯងចាំនៅទីនេះសិនហើយលោកគឺខ្ញុំគឺជាមិត្តរួមការងាររបស់គេខ្ញុំឈ្មោះពីងពីងខ្ញុំមកពីអង្គភាពអាវុធពីងពីងហ៎សង្ឃឹមថាឈ្មោះក្រោយមិនមែនលាទេណាឈ្មោះក្រោយរបស់ខ្ញុំគឺហ្វានអាឡូខ្ញុំមានរឿងសំខាន់ដែលត្រូវធ្វើចាំនិយាយគ្នាពេលក្រោយចុះមិនឲ្យលោកហ្វានពីងពីងពេលនេះទេលោកហ្វានស្ថានភាពគេយ៉ាងម៉េចទៅហើយលោកសែមផែនខ្ញុំសុំទោសខ្ញុំបានធ្វើឲ្យឡានរបស់លោកខូចអស់ឡាននោះវាមិនសំខាន់ទេអាចតែលោកនៅមានជីវិតគឺល្អហើយខ្ញុំជាភ្នាក់ងារបរាជ័យម្នាក់ខ្ញុំពិតជាគ្មានសមត្ថភាពដូចជាលោកទេខ្ញុំខ្មាស់ខ្លួនឯងខ្លាំងណាស់លោកមានអ្វីឲ្យខ្ញុំជួយដែរទេខ្ញុំមានបំណងមួយលោកគួរតែជួយដល់ផែនដីនេះក្រមពូជរបស់ព្រះជាម្ចាស់សូមយកវាត្រឡប់មកវិញផងនេះគឺជាបំណងចុងក្រោយរបស់ខ្ញុំមកលោកសែមផែនខ្ញុំនឹងធ្វើដើម្បីលោកមិនគួរគិតច្រើនទេបានលោកមិនសន្យាជាមួយនឹងខ្ញុំនោះខ្ញុំនឹងស្លាប់ទៅបិទភ្នែកមិនចិត្តនោះទេលោកសែមផែនខ្ញុំបាននិយាយឲ្យតែខ្ញុំនឹងធ្វើដើម្បីលោកសែមផែនលោកសែមផែនខ្ញុំនឹងព្យាយាមឲ្យល្អបំផុតខ្ញុំនឹងធ្វើវាលោកសែមផែនចូលរួមរំលែកទុកផងលោកអីតាគាត់ចាំបាច់ហើយគេទៅហើយខ្ញុំនឹងខលទៅភ្នាក់ងារដើម្បីរៀបចំបុណ្យសពរបស់គេទូរស័ព្ទខ្ញុំប្រហែលជានៅក្នុងហើយអូណែលោកពិតជាប្រកែសម្ដែងណាស់តើលោកដឹងដែរទេមែនហើយមិនមែនជាការងាយស្រួលក្នុងការលេងពិតជាអាក្រក់ខ្លាំងណាស់មែនទេបន្តទៀតទៅខ្ញុំមកយកទូរស័ព្ទខ្ញុំទេអ្នកទី2បន្តទៀតចុះណាកុំចូលមកក្បែរខ្ញុំបើលោកហ៊ានចូលមកម្ដងទៀតលោកនឹងស៊ីមេដៃរបស់ខ្ញុំខ្ញុំនឹងឲ្យលោកត្រូវវិញនេះគឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភ្នាក់ងារពិសេសរបស់ពួកយើងនេះជាប្រភេទកុងហ្វូអីទៅពួកគេគ្រាន់តែធ្វើប៉ុនតើអូយនេះក៏ធ្វើពុតដែរមែនទេអត់ទេពួកគេបានត្រូវមែនទេប៊ីងអូលោកសែមផែន
លោកបាននិយាយថាលោកបានបង្កើតឧបករណ៍ថ្មីមួយចំនួនសម្រាប់ខ្ញុំមែនទេ ប្រហែលថ្ងៃមកនេះខ្ញុំបានបង្កើតទូរស័ព្ទថ្មីមួយណាបើទូរស័ព្ទដៃម៉ាកចុងក្រោយបំផុតគួរតែជា model របស់ក្រុមហ៊ុនខ្ញុំគឺ Mark UA ឡា ខ្ញុំឲ្យលោកមួយទៅចុះខ្ញុំត្រូវការរបស់លោកឯងអាមួយនេះមានកម្មវិធីពីអង្គភាពយើងបានចំណាយពេលធ្វើវា3ឆ្នាំវាមានមុខងារពិសេស207មុខវាត្រូវបានគេហៅថាផុនប្រផ្នូលទូរស័ព្ទផងដែរ iPhone 8 របស់ពួកយើងមានមុខងារពិសេសដល់ទៅ707ហើយនោះ 707មុខឯងវាអាចបាញ់ជាភ្លើងបានទេចាំមើលនេះ អូលោកបង្កើតបានហើយ ឃើញហើយឬនៅ ជាឆ្នាំសាបង្កប់ហើយថែមទាំងបាញ់ភ្លើងបានទៀតវាអាច ជា នឹង អ្វី បាន ដែល ទៀត មានគ្រោះថ្នាក់បំផុតបើមានអាសន្នធំអាចបាញ់ចេញជាមជុលឆក់ទៀតផ ពី ង មួយនេះហ៎ លោកសំផែនណាលោកចង់ធ្វើអីហ្នឹង ចង់តែបន្តិចទេ ខ្ញុំភ្លេចប្រាប់ទៅទូរស័ព្ទពួកយើងមានមុខងារពិសេស207មុខប៉ុន្តែវាតែអត់ចេញទេ អូ ដូច្នេះទូរស័ព្ទនេះគឺมันអាចហៅចេញបានទេគឺវាมันអាចហៅចេញបានទេណាលោកស្ដាប់ខ្ញុំទៅវាអាចហៅចេញបានទេខ្ញុំប្រាប់លោកហើយមិនបានជាលោកធ្វើបែបនេះអូបានហើយខ្ញុំឈឺបានហើយកុំអីកុំអីមិនក៏ធ្វើបែបនេះ លោកសំផេនខ្ញុំអាចរកឃើញអៃរ៉នហត់ខលឃើញ Iron Hack មកជាមួយក្រុមទេសចរនៅក្នុងស្រុកជាធម្មតានៅជុំវិញប្រទេសថៃបេសកកម្មរបស់គេនៅពេលនេះគឺត្រូវមានអ្វីដែលធ្វើជាមួយនឹងអាជីវកម្មរបស់ពួកគេជាមួយនឹងក្រុមអត្តច័ន្ទនៅឯម៉ាកាវឯណោះលោកទទួលបានរបាយការណ៍នេះពីពេលណាទៅ ពួកយើងបានធ្វើការស៊ើបការណ៍ដោយសម្ងាត់ប៉ុន្តែយើងមិនទាន់ដឹងថាពួកគេជានរណានោះ ចាំយើងតែមកកៅទៅយើងទៅសួរទីនោះដើម្បីឲ្យគេរៀបចំអើ 1 លានដុល្លារ នេះគួរតែដាក់ភ្នាល់យកទីនេះឬនេះជាការងាររបស់ខ្ញុំទេ អានេះតិជនមិនគួរលេងនោះទេទុកឲ្យខ្ញុំលេងវិញ ល្អដែរតើហើយសូមប្រុងប្រយ័ត្នផងណាប្រយ័ត្នបាត់បង់ប្រាក់របស់លោកនៅលើតុទៅបើទៅ ពេលគឺ9ឬក៏10 លោកចាប់ហើយពេលនេះ បើមក ងួយយ៉ាខ្ញុំអាចលេងដោយសប្បាយចិត្តមិនភ័យខ្លាចឆាញ់លងនោះទេ ស្ថានីយ៍ទូរទស្សន៍ស្ថានីយ៍ទូរទស្សន៍តើស្អាតទេ ពួកឯងគ្មានផ្លូវឆ្នះទេយើងអត់ចេញជ្រុងហើយហ៎ចេញ លុយរបស់លោកអស់ហើយលោកលេខបានតែ1វិនាទីទៀតទេអេទៅហើយឯងទៅហើយកុំឲ្យមានញ៉ៅក្បែរនេះ អញអាចចូលលេងបានណាហើយប្រាក់ដែលបានឆ្នាំនេះខ្ញុំនឹងបរិច្ចាគទាំងអស់ អេនាងនៅក្មេងណាស់ទុកឲ្យខ្ញុំទៅបញ្ចុះដល់នាងចាស់យើងទៅបដោសម្លៀកបំពាក់អង្គសម្រាប់អាហារពេលល្ងាចទៅអេឯងជាអ្នកណាហ្នឹងហ៎ ពួកនេះហ៊ានបង្កបញ្ហាជាមួយយើងយើងនឹងបង្ហាញពួកនេះឲ្យឃើញអេម៉ងលួយកាយែនប្រហែលជាមានគ្រោះថ្នាក់ហើយឆាំនាំគ្នាទៅមើលពួកនេះភ្លាមចាំនៅត្រង់ណា អ
គួរតែដាល់ឲ្យបានល្អជាងនេះសូមព្យាយាមម្ដងទៀតទៅឯងមើលមិនឃើញទេអីចង់លេងកីឡាចាក់គោដែរទេហ៎ឆាប់ចូលមកអីយោមិនបានច្រឡុកថនមិនបានអីได้10%តើអូយោឈឺអញប្រើថ្នាំសំណំហ្នឹងអញជាអ្នកចាប់ផ្ដើមមុនទេណាលោកជាអ្នកណាយើងចៅរបាយអាយ៉ាហើយខ្ញុំនឹងខ្លាចជាម៉ែលោកគិតថានេះជាការលេងសើចហ៎អូយលោកយ៉ាការចេញយ៉ាងម៉េចទៅហើយបានតែខ្ញុំនេះណាតាយ៉ាងម៉េចហ្នឹងលេងនឹងភ្លាមទៅនេះមិនអីទេបានខ្ញុំទៅតែនាងនោះតើនាងលើកវាឬក៏អត់ទៅលោកសាន់ថៃលោកសូអ៊ីបាត់ដំហើយកុំភ័យអីខ្ញុំនឹងតាមរកគេឲ្យឃើញមាននរណានៅទីនេះទេមាននរណានៅរស់ដែរទេយើងនៅរស់តើចូលសប្តាហ៍នេះគ្មាននរណាមកលេងនៅទីនេះទេដោយសារតែវាកំពុងតែធ្វើការជួសជុលអត់មាននរណាអាចមកជួយឯងបានទេហើយអីក៏ឯងមិនដេញតាមយើងទៀតទៅដេញដោយការពីមុននោះអីលោកហេតុអីបានជាលោកដៃនៅក្នុងអាជីវកម្មរបស់គេមានមនុស្សមួយចំនួនបានធ្វើការរួមគ្នាខ្ញុំនឹងសម្លាប់ឯងនៅក្នុងពេលនេះចាំបន្តិចទៀតនេះគឺជាខ្ញាដំរីមកពីអាមេរិកខាងត្បូងលក្ខណៈពិសេសរបស់វាគឺមានពឹសខ្លាំងណាស់នៅក្នុងព្រៃអាម៉ាហ្សូនវាពិតជាចង់រស់នៅក្នុងខ្លួនរបស់លោកខ្លាំងណាស់ពួកវានឹងពងនៅក្នុងខ្លួនរបស់លោកពី2ទៅ3ម៉ោងហើយពងនោះវានឹងកកើតជាបន្តបន្ទាប់ហើយវាក៏បានបឺតយកសារធាតុនៅក្នុងខ្លួនរបស់លោកតបមកពួកវានឹងចោះរាងកាយរបស់លោកចេញមកខាងក្រៅហើយបន្ទាប់មករាងកាយរបស់លោកនឹងខ្ទេចខ្ទីនេះគឺជាច្បាប់របស់ធម្មជាតិរបស់យើងពួកវាប្រហែលជាខ្លាចតែចិត្តណាស់ហើយមើលទៅ
ពីណែចាប់មាត់គេធ្វើឲ្យគេហាប់មាត់ទៅលោកមិនអាចខ្ជាប់វាចេញមកក្រៅទេវានឹងទៅរកកន្លែងដែលវាចង់ទៅវានឹងប្រមូលផ្ដុំកម្លាំងនៅក្នុងខ្លួនរបស់លោកមិនអាចខ្ជាប់វាចេញទេរាងកាយរបស់លោកនឹងទទួលភាពត្រជាក់ហើយបន្ទាប់មកវានឹងចោះរាងកាយរបស់លោកចេញមកជំនួសស្រីតែស្អាតពុះពលខ្លាំងណាស់ណាមិនអីទេខ្ញុំគួរទៅបានហើយណាលោក Condor កំពុងរងចាំនេះនៅកន្លែងចោះហើយអញ្ចឹងយើងត្រឡប់ទៅវិញទៅខ្ញុំមិនចង់ឃើញឈាមនោះទេវាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អខ្ញុំធ្វើឲ្យរាងកាយមានកម្ដៅព្រោះលោកតាជាដើម្បីឲ្យសីតុណ្ហភាពធ្លាក់ចុះនឹងចង់ធ្វើអីមិនបានជានឹងជួយខ្ញុំនឹងជាណាមកវិញសិនមកហ្វីនីហេតុអីបានជានឹងជួយខ្ញុំនឹងជាណាហ្វីនីគេនៅទីនោះហើយលោកមិនអីទេខ្ញុំមិនអីទេតើខ្ញុំធ្វើចុះគប់តបានកម្មវិធីនេះទៅពួកខ្ញុំរកលោកឃើញឲ្យខ្ញុំម្ដងខ្ញុំស្ទើរតែខ្លាចទៅជាចំណីរបស់វាទៅហើយតែសំណាងល្អមានក្មេងស្រីសក់សមម្នាក់នៅក្នុងក្រុមអត្តច័ន្ទបានជួយខ្ញុំគឺក្មេងស្រីម្នាក់មានឈ្មោះថាហ្វីនីនៅក្នុងនេះគឺមានអ្វីមួយយ៉ាងមែនទេវាអាចទៅរួចមីឡានខ្ញុំត្រូវធ្វើការជាសម្ងាត់នៅក្នុងប្រទេសអ៊ីតាលីខ្ញុំមិនចេះអានភាសាអ៊ីតាលីទេអ្នកណាចេះអានភាសាអ៊ីតាលីទៅអរគុណCiao buonato music grano amileno spaghetti និយាយចិនកតាំងព្រមមកពួកគេនិយាយថាអាចារ្យមានប្រទេសពិសោធន៍សំណានមួយនៅក្នុង Midland ប្រព័ន្ធសុវត្ថិភាពរបស់វាត្រូវបានធានាលេខ1គ្មាន2នៅក្នុងតំបន់អឺរ៉ុបគឺវាពោពេញទៅដោយគ្រោះថ្នាក់បំផុតវត្ថុដែលពួកយើងកំពុងស្វែងរកប្រកបជានៅក្នុងនោះហើយគេយកពូជប្រាស់នោះមកទីនេះមែនទេមិនប្រកបទេអ្វីដែលពួកយើងបានដឹងនោះគឺ Condor គឺបានចាក់ចេញមកអឺរ៉ុបខាងកើតលោកប្រហែលជាបានជួបលោកម្ចាស់អត្តច័ន្ទនៅចន្លោះប្រហែលថ្ងៃនេះហើយតើពិតមែនដែរទេប្រាប់ខ្ញុំពីការលំអិននៃប្រព័ន្ធសុវត្ថិភាពនោះមកប្រាប់ខ្ញុំពីអ្វីគ្រប់យ៉ាងណាខ្ញុំចង់បានសេចក្តីលំអិនទាំងអស់នេះគឺជាមន្ទីរពិសោធន៍សន្តិសុខអតិបរមាដែលគេចំណាយពេលរយៈពេល18ខែដើម្បីកសាងវាបើសិនជាគ្មានគាត់ទេយើងមិនអាចចូលទៅបាននោះទេសូម្បីតែសត្វរុយក៏មិនអាចចូលទៅបានដែរ
ទុកឲ្យខ្ញុំរំលឹកវិញបន្ទាប់ពីទ្វារនេះត្រូវបានបើកសូមសង្កេតដង្ហើមរបស់ពួកអ្នកត្រូវដើរឲ្យស្ងៀមស្ងាត់មិនត្រូវឲ្យមានសម្លេងណាមួយនៅក្នុងរយៈពេលចម្ងាយ25អ៊ីននៅតាមផ្លូវនេះទេបើមិនចឹងនោះទេដាសែទាំងអស់នេះនឹងត្រូវបានបិទដូចជាធ្ងន់ធ្ងរពេកហើយនេះគឺជាដាសែរត់នៅលើអីហើយនឹងវាយអសរគឺត្រូវបានរត់ត្រុតដល់បិឈរជំវិញទាំងអស់នេះគេជួបបានទេកុំបារម្ភពូជរបស់ព្រះមានសុវត្ថិភាពបំផុតនៅទីនេះអេមានសម្លេង25អ៊ីនវាអាចបង្វិលដាសែបានលោកបណ្ឌិតយើងអាចនិយាយអាជីវកម្មនៅពេលនេះហ៎ខ្ញុំគិតថាវាមានទីតាំងរួចទៅហើយនៃអាជីវកម្មរបស់យើងបានលាក់ឲ្យពួកគេតែយើងទទួលបានប្រាក់ 30% គ្នាជាមួយនឹងរូបមន្តដែលលោកបានដឹងយើងនឹងបានលុយទ្វេដងនាងមិនអាចធ្វើបានទេបើសិនជាវាដំណើរការបន្តមកយើងទទួលបាន 70% លោកនឹងបាន 30% មិនមែនបែបនោះទេណាបើយើងនឹងការពារលោកទេនៅពេលដែលលោកបោះជំហានចេញពីមន្ទីរពិសោធន៍នេះ Corder នឹងបាក់ពួកគេនឹងចាប់លោកទៅធ្វើទរណកម្មមិនក៏នាងធ្វើអាជីវកម្មបែបនេះនរណានឹងចង់ធ្វើការជាមួយមនុស្សដូចនាងទៀតនោះតើលោកគិតថាលោកនៅមានឱកាសដើម្បីប្រាប់អ្នកណាម្នាក់ទៀតទេតើនាងចង់ធ្វើអីទៅនេះគឺជាការបង្កើតថ្មីបំផុតនៅក្នុង72ម៉ោងវានឹងចម្លងយកការចងចាំរបស់លោកទាំងអស់វាធ្វើបានដោយរបៀបណាលោក Commander យោងតាមប្រភពដែលអាចទុកចិត្តបាន Snow គឺបានសម្លាប់លោកបណ្ឌិត Patterson បាត់ទៅហើយពួកគេបានចម្លងការចងចាំរបស់គាត់ទាំងអស់រួមទាំងការសម្ងាត់នៃក្រុមពូជព្រះទៀតផងបើពួកយើងប្រើពូជព្រះនៅក្នុងការដាំដុះលើកូកាអ៊ីនប្រាក់ចំណេញប្រចាំឆ្នាំរបស់ពួកយើងនឹងកើនឡើងក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏10ដងដែរត្រូវហើយខ្ញុំបានរៀបចំការជួបគ្នារួចទៅហើយអ្នកទាំងពីរគឺត្រូវទៅជួបនៅនាង Snow នៅពហុកីឡដ្ឋាន San Siro អូគួរឲ្យចាប់អារម្មណ៍ពិតមែនខ្ញុំស្ទើរតែមិនជឿថាក្មេងស្រីតូចម្នាក់នេះអាចធ្វើល្អជាងអ្នកជំនាញទៅទៀតនាងគឺជាអ្នកឲ្យម្នាក់ដែរណាយើងមានវិធីមួយគត់ដែលមិនអាចប្រាប់បានល្អណាស់បើលោកចង់ចូលក្នុងមន្ទីរពិសោធន៍នោះមានន័យថានៅក្នុងរូបភាពអាយរីរបស់នាងគឺគួរតែមានផ្លូវដែលអាចចេញបានល្អជាងនេះណាតើហេតុអីយើងគួរតែសម័យទៅលើសារតានាងគឺប្រហែលជាមានស្នាមដៃណាមួយហើយការចូលទៅកាន់ទីនោះគឺមានតែនាងម្នាក់តែប៉ុណ្ណោះសូហ្វៀបាននៅក្នុងមន្ទីរពិសោធន៍នោះប្រហែលជា8ឆ្នាំទៅហើយប៉ុន្តែរយៈពេល8ឆ្នាំមកនេះគឺនាងនៅតែម្នាក់ឯងប៉ុណ្ណោះនាងពិតជាឯកោមែនតើណាគ្មានស្នេហាទេអញ្ចឹងនាងចូលចិត្តរសជាតិបរោះបែបណានាងចូលចិត្តបរោះដែលពាក់អាវផាយអតីតមិត្តប្រុសរបស់នាងណាត្រូវបានបង្ខំឲ្យពាក់អាវផាយពេញមួយថ្ងៃសូម្បីតែសូហ្វៀក៏ត្រូវបានខ្លាយទៅជាអ្នកមើលថែអានឡែនដឺឡុនដែរតាំងពីតូចហើយគឺជាមូលហេតុដែលនាងតែងតែចូលចិត្តបរោះដែលពាក់អាវផាយនោះហើយដឹងទេគាត់និយាយបែបនេះមានអីលោកសាច់ទេបើសិនជាយើងចង់ចូលទៅចិត្តនាងស្និទ្ធស្នាលនឹងនាងនោះយើងត្រូវរកបរិយាម្នាក់ដែលចូលចិត្តពាក់អាវផាយគឺដើម្បីបំពេញការចូលចិត្តរបស់នាងផងដែរទាល់តែសង្ហាហើយមានអារម្មណ៍ខាងតន្ត្រីដោយក្តីស្រឡាញ់ទៀតផងណាណែពិតមែនហើយតែរកបរិយាណាដែលល្អឥតខ្ចោះបែបនោះបានទៅរកមកពីណាទៅលោកសាច់មិនឈប់បែបនេះគាត់និយាយបែបនោះគឺសំដៅលើខ្ញុំទៅស្រុកហើយខ្ញុំត្រូវតែយកឈ្នះនាងឲ្យតទៅបាន
ហើយខ្ញុំនឹងទទួលបានកៅភ្នែករបស់នាងហើយ បើដូចលោកទាំងអស់នោះលោកគួរទៅហើយណា ត្រង់ត្រូវហើយខ្ញុំគួរទៅថាលោកវិញគិតថាទៅឬក៏អត់ដែរទៅ វាយឺនបន្តិចហើយលោកបានហៅខ្ញុំមកកាន់ទីនេះដើម្បីកាហ្វេតែមកកាន់នឹងទេតើវាជាស្អីវិញទៅ 5 ទៅ 6 ថ្ងៃកន្លងមកនេះខ្ញុំចង់សួរលោកនៅរឿងមួយ សូមមក ហ្វេននេះគ្មានស្រីដែលមានសក់ពណ៌សនឹងជាកិច្ចសម្ងាត់របស់លោកមែនដែរទេ នោះគឺជាការសម្ងាត់ខ្ញុំគួរប្រាប់លោកដល់របៀបណាទៅ ចុះបើអត់ទេហេតុអីបានជានាងផ្សំគ្រោះថ្នាក់ដើម្បីមកជួយជីវិតរបស់ខ្ញុំនាងបានស្រូបយកខ្យាតម្រេចចេញពីខ្លួនខ្ញុំ ប្រាប់ខ្ញុំមកលោកស្រឡាញ់នាងមែនទេហ៎ ប្រាប់ខ្ញុំសិនមកនាងជាកិច្ចសម្ងាត់របស់លោកឯង តាមប្រកាសហើយខ្ញុំមិនប្រាប់លោកទេ លោកនេះពិតជាសាំមែន កុំសួរម្ដងទៀតអីទោះបីជាលោកធ្វើបានខ្ញុំទៀតក៏ដោយក៏ខ្ញុំមិនប្រាប់លោកដែរ ធ្ងន់ធ្ងរណាស់ណោះអញ្ចឹងលោកមិនស្គាល់ហ្វេននេះទេ លោកមើលទៅពូកែឲ្យតនសម័យថែមទៀតប៉ុន្តែហេតុអីក៏លោកងាយធ្លាក់នៅក្នុងអន្លង់ស្នេហាមនុស្ស ខ្ញុំតែងតែបែបនេះហើយលោកមើលទៅដូចជាដឹងច្រើនណាស់ពីស្នេហា បដូរប្រធានបទទៅ ខ្ញុំមិនចង់បដូរនោះទេប្រាប់ខ្ញុំតាមត្រង់មកលោកធ្លាប់មានមិត្តស្រីម្នាក់មែនទេ អត់មានទេ អញ្ចឹងលោកមានមិត្តប្រុស លោកគិតថាខ្ញុំជាខ្ទើយមែនទេហ៎ បានខ្ញុំនឹងប្រាប់លោកចុះការពិតទៅពេលដែលខ្ញុំចូលដល់វ័យស្នេហាខ្ញុំដូចជាកំទេចធូលីមួយអញ្ចឹងខ្ញុំមានប្រពន្ធម្នាក់ប៉ុន្តែឡើងគ្នាហើយពីឆ្នាំមកហើយដែលពួកយើងបានឡើងគ្នានាងបាននិយាយថាជារៀងរាល់ថ្ងៃនាងភ័យខ្លាចណាស់នាងតែតែខ្លាចពេលដែលខ្ញុំចេញពីផ្ទះហើយមិនត្រឡប់មកវិញបន្ទាប់មកនាងក៏មានប្តីហើយមានប្តីរបស់នាងបានធ្វើឲ្យនាងមានការឈឺចាប់ទៀតនាងគួរតែប្រាប់អ្នកទាំងអស់គ្នាថាប្តីរបស់នាងគឺបានសង្គ្រោះពិភពលោកហើយនាងគឺមិនអាចសុំបីតែ5ដុល្លារម្នាក់ បើសិនជាលោកផ្លាស់ប្ដូរការងារលោកអាចត្រឡប់ទៅរួមរស់ជាមួយនាងបានហើយ ក្នុងនាមជាភ្នាក់ងារសម្ងាត់នៅក្នុងរយៈពេលយូរអង្វែងនេះខ្ញុំបានមកកាន់សត្រូវជាច្រើនបើសិនខ្ញុំឈប់ខ្ញុំនឹងត្រូវឆាប់ស្លាប់ជាមិនខានទេខ្ញុំខ្លាចតែធ្វើឲ្យនាងមានការលំបាក ខ្ញុំគិតថាលោកមានប្រពន្ធល្អណាស់លោកមានរូបថតនាងដែរទេអេហេមិនអាក្រក់ឯណានាងពិតជាស្រស់ស្អាតណាស់មើលទៅនាងគឺជាប្រពន្ធដែលគួរឲ្យស្រឡាញ់ណាស់អ្នកទាំងពីរមើលទៅសមគ្នា នេះហើយជាហេតុផលតែមួយគត់តែខ្ញុំចាក់ចេញពីនេះ ខ្ញុំនឹងភ្នាល់ជាមួយលោកនឹងត្រឡប់មកក្នុងដៃរបស់លោកវិញ អរគុណណាស់ ណែយល់ល្អគួរធ្វើអ្វីម្យ៉ាងទៅ ខ្ញុំនឹងបានចាក់ចេញមកយូរហើយអញ្ចឹងខ្ញុំមានការប្រកួតផ្សេងទៀតទៅមើលថាតើនរណាទៅដល់ស្ថានភាពមុនបើលោកចាញ់នោះលោកប៉ាវខ្ញុំនៅស្រាក្រហមឆ្នាំ 1982 ម្ដងហើយបើខ្ញុំចាញ់វិញខ្ញុំប៉ាវលោកនៅស្រាក្រហមឆ្នាំ 2012 អូស្ដាប់មើលទៅដូចជាមានប្រយោជន៍ច្រើនណាស់ណោះ លោកពិតជាឆ្លាតណាស់ឥឡូវនេះហ្វីននេះគឺជាភ្នាក់ងារសម្ងាត់របស់ពួកយើងការប្រកួតចាប់ផ្ដើមហើយឆាប់ឡើង លោកពិតជាអាក្រក់ណាស់ ខ្ញុំស្ទើរតែគិតមិនដល់ទេថាលោកបានធ្លាក់ចូលក្នុងលោកស្នេហានោះដូច្នេះមានរឿងច្រើនទៀតដែលលោកទោះឲ្យខ្ញុំឈ្នះ លោកពិតជាមនុស្សអាក្រក់ណាស់ លោកមិនមែនពូកែជាខ្ញុំប្រមាណនោះទេ តែខ្ញុំមិនសប្បាយចិត្តដែលបានស្គាល់លោកនោះទេយើងគួរតែអបអរទៅចាំខ្ញុំហៅស្រាសំប៉ៃម្ដងមក ឡនថា
ខ្ញុំខាងផឹកវាយូរហើយមិនកុំឲ្យលឿនម្ល៉េះ មិនអាចនោះទេខ្ញុំមិនទាន់បានខលហើយណាអូសួស្ដី ខ្ញុំសេវាបន្ទប់ពិតជាលឿនល្អមែន គឺមកពីសន្តាគារ ល្អណាស់ សូមទទួលដល់ការរីករាយលោក អរគុណហើយសេវានៅទីនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់លឿនមែន ហ៊ានវាយខ្ញុំផងហ៎ នោះគឺជាឃាតករដែលមកពីខេមេង តើនរណាទៅទីដឹងទៅថាខ្ញុំគួរត្រូវរងរបួសបែបនេះនៅថ្ងៃស្អែកគឺជាពេលធ្វើការរបស់ក្រុម AC Milan ហើយពួកគេទាំងអស់គ្នានឹងមើលការប្រកួតនោះជាពេលដ៏ល្អបំផុតសម្រាប់ពួកយើងធ្វើការហើយតែពិតមែនដែរទេអ្នកទាំងអស់គ្នា ប៉ុន្តែស្ថានភាពជំងឺរបស់លោកធ្ងន់ធ្ងរណាស់តើមានអ្នកណាតែបញ្ឆោតសុខភាពទេ អ្នកនិយាយត្រូវហើយគឺជាការពិតលោកមើលទៅសង្ហាខ្លាំងណាស់ប៉ុន្តែទេ ខ្ញុំហ៎ តើលោកមានកាត់អីទេ នេះគឺជាការដែលមិនគួរឲ្យជឿខ្ញុំសប្បន្នអំពីកន្លែងកើតហេតុមួយនេះជាមួយខែមកហើយណានឹងនៅក្នុងសប្បន្នរបស់ខ្ញុំមិនហើយគឺជារូបនេះអូព្រះហើយហេតុអីក៏មានរឿងបែបនេះកើត តើលោកមានបានឃើញអីនៅក្នុងសប្បន្ន ខ្ញុំបានសប្បន្នថាខ្ញុំចិត្តស្លាប់ហើយ ខ្ញុំបានសប្បន្នឃើញនាងខ្ញុំសប្បន្នឃើញទីកន្លែងនេះខ្ញុំសប្បន្នឃើញយើងនៅជាមួយគ្នាពីអ្នកពួកយើងគឺយើងបានធ្វើអ្វីជាមួយគ្នាខ្ញុំមិនអាចនិយាយបានទេខ្មាស់ខ្លាំងណាស់ និយាយទេ គឺខ្ញុំពិតជាខ្មាស់ណាស់មិនហ៊ាននិយាយទេ ប្រាប់ខ្ញុំមក គឺខ្ញុំ ហើយចោយគាត់ទៅរកបានរកដីនៅទេសភាពទន់ភ្លន់មួយហើយ អូខេតោះតែខ្ញុំមកខានប៉ះមនុស្សប្រុង7ឆ្នាំមកហើយបងអានេះគឺជាកាដូឋានសួគ៌របស់ខ្ញុំជូនបង មិនបានទេខ្ញុំមិនអាចបំពេញនិច្ចរបស់ខ្ញុំបានទេ ខ្ញុំបានឲ្យតែខ្ញុំស្លាប់ទេ សម្រាប់មួយរយៈពេលទេ នៅក្នុងការពិតបងតែងតែចង់ឲ្យយើងទាំងពីរបានធ្វើដូចក្នុងសប្បន្នរបស់បងយ៉ាងអញ្ចឹងក៏ប៉ុន្តែវាពិបាកនៅក្នុងការនិយាយចេញមកខ្លាំងណាស់អូនដឹងទេ ធ្វើវាទៅធ្វើវាទៅ បិទភ្លើងឲ្យវាស្អាតទៅល្អទេ អូពិតជារយមិនតិចណាស់តែ
ដឹងទេថាបងចង់ធ្វើអ្វីនៅក្នុងសុបិននោះ អូនមិនដឹងនោះទេ ក្នុងសុបិនរបស់បងគឺបងថាបជើងរបស់អូន អូយនេះគឺជាការពិតហើយអូយបងសម្លាញ់បងម្ដងទៀតទៅបងសម្លាញ់ មិនបានជាភ្នែកអូនពណ៌ខៀវអញ្ចឹង អូនបានពាក់កញ្ចក់ពណ៌តំណែងតំណងចូលចិត្តវាទេ បងចូលចិត្តណាស់ស្រាសមិនមានរសជាតិហឹរគឺមានតែទឹកម្ទេសទេ បងសម្លាញ់ចាប់ផ្ដើមទៀតទៅវត្តរបស់បងអូនមានអារម្មណ៍បងសំទោសណាអូនមិនអីទេអូនមិនអីទេ អូនមិនអីទេអូនមិនអីទេអូនទៅលាងចេញសិនណា មែនហើយអូន ទៅហើយ អូនទៅលាងចេញទៅទៅលាងចេញឲ្យស្អាតណាទៅលាងចេញឲ្យស្អាត អូនមកវិញណា អូនទៅហើយ បងមិនចូលចិត្តភ្លើងទេបងមិនចូលចិត្តទេ ចង្រៃយកចាំមិនឲ្យរួចខ្លួនទេ ร้อนนะ ខ្ញុំនឹកប្រពន្ធខ្ញុំណាបាទខ្ញុំទៅនាងចុះ លោកសំផានខ្ញុំមានសំណុំឯកសារទាំងអស់ហើយលោកធ្វើវានៅចាំបញ្ចប់ទេ ខ្ញុំត្រៀមរួចហើយប្រាប់លោកអីទៅ មាន282 គ្រឿងថ្នាំឡាស៊ែរនៅក្នុងប្រព័ន្ធសន្តិសុខនោះជាមួយនឹងចម្ងាយ 0.25 ម៉ែត្ររវាងចន្លោះនៃភូវាមានថ្នាំឡាស៊ែរមិនសម8ទៀតហើយចុងក្រោយដើម្បីធ្វើការការពារឲ្យកាន់តែមានប្រសិទ្ធភាពនោះ គឺប្រកាសគ្រប់គ្រងដោយការនៃសញ្ញាដូចនេះ បើយើងមិនបានចាក់ចេញក្នុងរយៈពេល3នាទីយើងនឹងអាចស្លាប់បានប៉ុន្តែជាមួយនឹងជំនាញបងប្រុសរបស់នាងវាមិនគួរចង់ជាបញ្ហានោះទេកុំបារម្ភអីណា លោកសំផានអរគុណលោកហើយ មិនអីទេវាគឺជាគ្រួសារល្អមួយ 5000 លាន 3000 លាន មិនបានទេ តែខ្ញុំមិនយល់ព្រមនោះទេ តើគាត់នៅទីណាទៅសួស្ ប តី ងប្រុសនាងទៅដល់ហើយនឹង នៅទេ យើងត្រូវប្រញាប់បន្តិចទៅយើងជិតអស់ពេល បងលូអ៊ីមកដល់ហើយ វាយ៉ាងម៉េចទៅហើយ លោកសំផានបានយកដោយខ្លួនឯងជាមួយនឹងប្រពន្ធ យើងគួរតែប្រញាប់ធ្វើវាភ្លាមទៅ បានដែរឡាស៊ែរនោះធ្វើសកម្មភាពបងត្រូវកិច្ចចេញរយៈពេល3នាទីឬក៏អាចនៅក្នុងបន្ទប់នោះ ចម្ងាយរបស់វាគឺ52 ម៉ែត្រហើយបើទម្ងន់វិញគឺ70គីឡូ
ចាប់ផ្ដើមទៅគឺនឹងទៀតហើយហ៎ខ្ញុំគិតថាគេនឹងអាចកែប្រែលោកលូអ៊ីលោកពិតជាមនុស្សល្អខ្លាំងណាស់អរគុណលោកហើយខ្វាក់ម្ដងទៀតហើយចាប់ពីពេលនេះទៅគឺភ្លឺហើយខ្ញុំបានធ្វើការវះកាត់រួចរាល់ខ្ញុំពាក់វ៉ែនតាដើម្បីបន្លំភ្នែកឯងគឺជាមនុស្សបោកប្រាស់អញ្ចឹងខ្ញុំមិនបានប្រាប់ឯងទេមានវិធីមួយដែលឯងមិនសាបពឹសខ្ញុំអាចຕົកបានមួយរយៈពេលទៀតយកល្អលោកយកពូជប្រេះចេញទៅ
គឺជាការចម្លងការចងចាំរបស់លោកបណ្ឌិតលោកចាត់ទៅតើលោកចង់ធ្វើអីលោកកំពុងធ្វើអីខ្ញុំធ្វើឲ្យរាងកាយខ្ញុំសើមដើម្បីបូមចិត្តពលពីនាងណាខ្ញុំអត់បានញ៉ាំអាហារពលនោះទេពិតមែនហើយកុំបិទពីអីតែនាងក៏ធ្លាប់ជួយខ្ញុំពីមុនដែរសើចអីមិនដែលឃើញបរិសង្ហាទេអីម៉ាក់ខ្ញុំបានត្រឡប់មកវិញហើយចឹងហេតុអីក៏មិនមកផ្ទះខ្ញុំមានវត្ថុសំខាន់ដែលត្រូវប្រគល់ឲ្យប៉ូលីសខ្ញុំនឹងត្រឡប់ទៅវិញណាម៉ាក់ម៉ាក់បានធ្វើស៊ុបទុកឲ្យឯងឆាប់ត្រឡប់មកវិញណាញ៉ាំជាមួយគ្នាវាគឺជាស៊ុបយិនសិនជាមួយនឹងសំបុកជាតិការយិនហើយនឹងអេមុនទៅដល់ផ្ទះមុនខ្ញុំហេតុអីក៏ម៉ាក់មិនឲ្យពួកគេញ៉ាំមុនទៅហ៎លោកខែចង់ជួបលោកនៅពេលនេះលោកទទួលបានការសរសើរហើយមែនហើយលោកគឺជាវីរៈបរោះលោកគឺជាវីរៈបរោះដ៏ឆ្នើមបំផុតជាជាងពិសេសមែនតើហើយខ្ញុំដឹងហើយខ្ញុំគិតថាអ្នកពិសេសដែលបានបញ្ចេញស្នាដៃដ៏ល្អឥតខ្ចោះនៅពេលនេះគឺជាគេត្រូវហើយធំណាស់ហើយសង្ហាទៀតនេះគេសង្ហាជាងលោកហើយនឹងខ្ញុំមិនហ៊ានទទួលទេបើត្រឡប់ទៅ20ឆ្នាំមុនលោកសេមផេនទើបជាបរោះដ៏សង្ហាម្នាក់លោកក៏ស្អាតណាស់ដែរយ៉ាងហោចណាស់គេក៏សង្ហាម្ដងដែរណែបានផ្សារទំនើបដែលមានតម្លៃ$588វាជាការអនុវត្តចាក់ស្ដែងណាអរគុណលោកហើយបើមានអ្វីបន្ថែមតាក់ទងមកខ្ញុំចុះមិនតាន់អីអង្គុយសិនទៅណាខ្ញុំនៅមានពាក្យសរសើរជាច្រើនទៀតដែលមិនតាន់អស់អង្គុយសិនទៅចវាយលោកបាននិយាយអស់ការសិននាទីរួចទៅហើយនោះបើធៀបទៅគឺខ្សែភាពយន្តមួយរឿងណាអង្គុយទៅពេលនេះខ្ញុំបាយមកសរសើរវីរៈនារីសម្ងាត់របស់យើងវិញម្ដងណាលោកប្រធានខ្ញុំគិតថាលោកអាចចុះការសរសើររបស់ខ្ញុំទាំងអស់ទៅលើលិខិតមួយនេះគឺជាវិធីល្អដែលម៉ាក់ខ្ញុំអាចអានផងដែរចាំខ្ញុំសរសើរមុខម៉ែរបស់នាងម្ដងទៀតណានាងមានអាយុនៅក្មេងបែបនេះហេតុអីក៏រាងកាយរបស់នាងខ្លាំងក្លាអីយ៉ាងនេះឥឡូវសរសើរខ្ញុំមកសរសើរលោកគ្រាន់តែធ្វើខ្លួនឯងសប្បាយទៅណាវាមិនអីទេខ្ញុំចាស់ហើយលេងខ្ញុំទៅតើអ្វីដែលឯងចង់បានទៅលេងលោកនៅតែក្មេងមិនយូរទេលោកឡើងតំណែងខ្ញុំនឹងធ្វើការលំបាកជាមួយនឹងប្រធានល្អដូចជាលោកហើយគេបានចាំឲ្យដល់ខ្ញុំណែមិនបានជានេះមិនតាមគេទៅខ្ញុំផ្លែកយេការពិតទៅខ្ញុំគួរទៅតាមពួកគេដែរហើយនិយាយពីបានផ្សារទំនើបផងណាវាមិនប្រើជាសាធារណៈទេលោកហ៊ានមកទីនេះនាងយករបស់នេះហើយលេងម៉ាក់ខ្ញុំទៅ
លោកគ្មានសិទ្ធិទាមទារលក្ខខណ្ឌពីខ្ញុំទេខ្ញុំអាចសម្លាប់អ្នកទាំងពីរបានហើយយកប្រអប់នេះគឺជាការស្លាប់ប្រអប់នេះត្រូវប្រើឧបករណ៍ពិសេសក្នុងការបើកវាគាត់ដឹងពិធីបើកគ្រាន់តែចាច់បេតុងមួយតែប៉ុណ្ណោះពូជគ្រាប់នឹងត្រូវដុតភ្លាមបូករួមនឹងការចងចាំរបស់លោកបណ្ឌិតខ្ញុំគិតថាអនុញ្ញាតឲ្យពួកឯងជួបម្ដាយរបស់ឯងចុះនាំគេចេញមកម៉ាក់សម្រាប់លោកស្រួលដែរទេហើយម៉ាក់ញ៉ាំចាយដែរទេអូយអ្នកណាអាចនៅបានទៅកខ្វក់បែបនេះណាម៉ាក់មិនអាចនៅបានទៅទីនេះដូចបកគុណអញ្ចឹងនាងលេងម៉ាក់របស់ខ្ញុំសិនទៅចាំខ្ញុំបកគលក្របពូជព្រះទៅឲ្យនាងនេះជាកន្លែងរបស់យើងនៅហ៊ានដាក់លក្ខខណ្ឌនឹងយើងទៀតឲ្យក្របពូជរបស់ខ្ញុំមកឬក៏ឯងចង់ឲ្យអាយរ៉ុនទៅយកពីឯងឬក៏ចង់ឲ្យគេបំបាក់ជើងម្ដាយរបស់ឯងទៅវាចប់ហើយបើខ្ញុំចុចនាឡិការបស់ខ្ញុំលោកខនដើរនឹងខ្លាចទៅជាសាកសពមួយរំពេញឆាប់ដោះលេងម៉ាក់របស់ខ្ញុំភ្លាមទៅលោកខំដែរឬគេមិនមែនប្រធានខំដែរទេឯងអាចសម្លាប់គេបានតាមចិត្តឯងចាស់ខ្ញុំណាខ្ញុំគឺមានចរិតកាលហើយគេគឺជាបងប្រុសរបស់ Iron ហាក់គេមានឈ្មោះថា Iron Tiger គេគឺជាអង្គរៈរបស់ខ្ញុំបានធ្វើឲ្យមនុស្សគ្រប់គ្នាយល់ថាប្រធានក្រុម Condor គឺជារូបគេអេតើនេះជាអ្វីទៅកន្លែងជប់លៀងហ៎ចាត់ការ Iron Tiger ទៅឬក៏ចង់ឲ្យបំពង់កម្ដាយឯងធ្លុះកុំបារម្ភនាងមិនងាប់នោះទេវានឹងហូរឈាមចេញបន្តិចហើយវានឹងមានការឈឺចាប់ណាស់ឆាប់យកក្របពូជព្រះចេញមកធ្វើឲ្យយើងឃើញថាជារបស់ពិតទៅឲ្យទឹកមកទៅវិញដាក់លុយ5លាននៅក្នុងករណីរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងដោះលែងម្ដាយឯងទៅហេតុអីមិនគ្រប់សន្យាខ្ញុំគឺជាមនុស្សស្រីម្នាក់ធ្វើមិនដូចបរិសុទ្ធទៅធ្វើមិនអាចរក្សាសន្យារបស់ខ្ញុំបានទៅត្រង់ព្រៀបភ្លាមទៅទីនេះទៅខ្ញុំសុំនិយាយជាមួយនឹងម៉ាក់ខ្ញុំសិនម៉ាក់អាចលុយកូននិយាយទីនេះបានតែយើងអាចចង់ដៃរបស់ឯងយល់ព្រមតើឯងចង់ធ្វើអីកូនប្រុសអូយកូនប្រុសបានហើយម៉ាក់
ខ្ញុំមានអ្វីចង់ប្រាប់ម៉ាក់ជាយូរណាស់មកហើយម៉ាក់ដឹងដែរទេនិយាយទៅខ្ញុំបានត្រៀមជំនាញរួចមួយបាត់ទៅហើយគឺដើម្បីបំបែកមួយសេរីណាម៉ាក់នោះគឺអស្ចារ្យណាខ្ញុំទៅយកម៉ាក់ខ្ញុំសិននេះមានតែម្នាក់ឯងនេះមិនអាចប្រួយពួកយើងទាំង3នាក់បានទេណាកុំចាប់ខ្ញុំអីណាខ្ញុំអាចដោះស្រាយបានមិនអីទេណានេះមានតែម្នាក់ឯងមិនអាចប្រួយពួកយើង2នាក់បានទេប្រយ័ត្នប្រយែងផងកូនប្រុសឆ្កែនេះម្នាក់នេះណាមិនអាចមើលស្រាលបានទេ
អ្នកអាចគ្រប់គ្រាន់សម្រាប់បាយជើងកុំភ្លេចខ្ញុំនៅទីនេះម្នាក់ទៀតណាអូខ្ញុំភ្លេចថាឯងនៅមានម្នាក់ទៀតនាងមានតែម្នាក់ឯងទេ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 ទប់ទល់ជាមួយពួកយើង3នាក់ទប់ទល់អាចជាប់ដែរទេអូហើយអូយអូយពីបាននឹងសម្លៀកបំពាក់ដែរទេនាងគឺជាម្ចាស់កុងហ្វូធំជាងគេតាំងយាយកញ្ចាស់ខ្ញុំចាប់ផ្ដើមចូលចិត្តនាងហើយតើសម្លៀកបំពាក់ដែរមែនទេនាងទាត់របស់ខ្ញុំហេតុអីទៅអូនាងខ្លាចគេវាយចំដោះនាងតើពួកវាគួរតែមានចំណុចខ្សោយហើយវាយវាចំដោះទៅវាជារបស់ពិតពេលនេះបាត់ដង្ហើមនឹងទៅនេះណាអត់បានការទាំងអស់មានប្រយោជន៍ត្រឹមតែដើមស្វាយមួយដើមតែប៉ុណ្ណឹងទៅឲ្យឆាប់ឡើងម៉ាឆាប់ចេញពីនេះភ្លាមទៅម៉ាទៅមកទៅលុយឆាប់ចូលទៅលោកទៅមុនទៅហើយយ៉ាងគ្មានពេលទៀតទេឆាប់ទៅមុនទៅមុនទៅ
អាឡូ អាឡូអាឡូតើអ្នកណានៅ ខ្ញុំគឺសែមផានមិនអីទេ មានការអី មិនអីទេវាជាថ្ងៃបញ្ចប់របស់បងគ្រាន់តែចង់ខលទៅអូនតែប៉ុណ្ណោះទេ បងនៅណា បងនៅលើចន្ទហោះ មានបញ្ហាអី គ្មានទេអស់ពេលហើយបងលាសិនហើយយន្តហោះនេះនឹងបញ្ចប់បងហើយអូខេបន្តមកលាហើយ អី អាឡូ ការងាររបស់បងអូនពិតជាយល់ប៉ុន្តែបើបងមានគ្រោះថ្នាក់អ្វីមួយបងព្យាយាមចេញពីវាទៅបងត្រូវមានជីវិតរស់ដើម្បីអាចបន្តការជួយពិភពលោកនេះម្ដងទៀត អូនឈប់ឆ្លោះគ្នាហើយមែនទេបងទៅសិនហើយបងនឹងទៅអូនម្ដងទៀតនៅពេលដែលបងមានឱកាសលាហើយ ខ្ញុំបានខុសទៅប្រពន្ធរបស់ខ្ញុំរួចហើយយេរីករាយថ្ងៃគូកំណើតរីករាយថ្ងៃគូកំណើតអរគុណនេះសម្រាប់ឯង ម៉ាក់នេះគឺលោក KK គាត់ជាប្រធានលោក Sempen អូសួស្ដី ជាច្បាយឪពុកឯងហ៎ អ្នកស្រីលូអ្នកស្រីពិតជាស្អាតខ្លាំងណាស់ខ្ញុំអរគុណអ្នកស្រីហើយដែលអ្នកស្រីបានជួយពិភពលោកមួយនេះណា អូយកុំ នេះជាការអរគុណតំណាងឲ្យពិភពលោកទាំងមូលហើយកូនប្រុសអ្នកស្រីគឺជាមនុស្សដ៏ឆ្នើមបំផុតដែលខ្ញុំមិនអាចជួប ខ្ញុំពេញចិត្តនឹងការងាររបស់លោកណាយប់នេះអាចនាំខ្ញុំទៅមើលកាន់បានទេ យឺតពេលទៅហើយខ្ញុំជាកម្មសិទ្ធិរបស់គេទៅហើយ តើនោះជាអ្នកណាទៅបងសម្លាញ់ បងគិតថាអូនគឺស័ក្តិសមចំពោះបងខ្លាំងណាស់ និយាយអញ្ចឹងអ្នកស្រីអាយុប្រហែលហើយ 28 ឆ្នាំ ហ៎28ឆ្នាំហ៎អូមើលទៅមិនដល់នោះទេខ្ញុំគិតថាអ្នកក្មេងជាងអាយុ28ឆ្នាំទៅទៀតណាលោកសែនផែនរៀងរាល់ថ្ងៃទៅហេតុអីបានជាមានរូបគាត់នៅទីនេះទៅវិញហ៎រូបនេះគឺតំណាងឲ្យប៉ារបស់ខ្ញុំវានៅតែជារូបភាពប៉ារបស់លោកដដែលទេអីចុយមើលទៅប្រហែលជាអ្នកផ្សេងទៅវិញទេលោកសែនផែនណាលោកមិនអីទេហ៎ខ្ញុំមិនអីទេលោកមានអារម្មណ៍យ៉ាងម៉េចចង់ដឹងជួយទៅក្រៅសិនទៅអូខេបងប្រុសកំពុងចាំអ្នកណាហ្នឹង បងរងចាំហ្វីននេះ មកចាលេងម្ដងហើយសុំតើខ្ញុំមកយឺតហើយរីករាយថ្ងៃកំណើតអរគុណពួកបងនិយាយគ្នាចា សួស្ដីខ្ញុំគឺលូអ៊ីលូ មិនបាច់គួរសមជាមួយគេទេគេគ្រាន់តែជាជនសង្ស័យដែលខ្ញុំចាប់មកទេបន្តិចទៀតខ្ញុំនឹងយកគេទៅប៉ោះប្រទេសហើយ ខ្ញុំគិតថាគេជាមិត្តប្រុសនាងតា លោកគិតថាខ្ញុំស៊ីមិនរើសមកបានទេ វាដូចជាធ្ងន់ធ្ងរពេកហើយណានាងគិតថាប្រុសស្អាតគ្មានគុណវិបត្តិទេប្រយ័ត្នផងណាបរិយល្អមិនមានច្រើននោះទេល្ងាចនេះនាងទំនេរទេ ខ្ញុំទទួលបានភារកិច្ចថ្មីរបស់ខ្ញុំនៅប្រទេសប្រេស៊ីលខ្ញុំនឹងមកជួបលោកនៅពេលដែលខ្ញុំត្រឡប់មកវិញ អញ្ចឹងហ៎ បាយបាយតើ អាឡូរៀបចំជើងហោះឲ្យខ្ញុំនឹងទៅប្រេស៊ីលយប់នេះមិនក៏រូបសែមផែនព្យួរនៅទីនេះយ៉ាងអញ្ចឹងលោកប្រច័ណ្ឌមែនទេខ្ញុំអាចព្យួររូបលោកនៅថ្ងៃស្អែកអូខេទេបងសម្លាញ់ចាំបាច់ទេគ្រាន់តែផ្លាស់ប្ដូរពីខ្មៅទៅជាសបានហើយ Happy birthday to you
នៅពេលនេះលោកហើយនឹងខ្ញុំគឺជាសមាជិកជាមួយហើយពួកយើងគឺបានដឹងពីក្រុមមួយរបស់ព្រះហើយយើងមានការបង្កើតផលឲ្យពិភពលោកឲ្យប្រសើរជាងមុនប៉ុន្តែបន្តមកនោះគឺប្រហែលជាមានកំហុសបន្តិចបន្តួចហើយសែនផានហាំអាយ៉ាមិនបានជាបងបែកខ្នងគ្មានទេបងខ្លាចពេលរបស់បែរទៅបាត់បងអូនទៅវិញទេអូនបានលើថាបងគឺជាអ្នកការពារពិភពលោកម្នាក់ហើយបងបានទេមកអូននៅពេលដែលបងគិតថាបងនឹងស្លាប់បងពិតជាអស្ចារ្យណាស់ណែឈប់ភ្លាមទៅអូមកឲ្យយើងថើបជាមួយគ្នាទេអូណែបែបនេះវិញបែបនេះមួយទៀតអូបែបនេះមួយទៀតអូខេបានហើយទុកឲ្យបងអោបអូនអូល្អណាស់翻千山绕，风在吼，而雪在烧，谁胜谁负，有谁可知道？回首前尘往，已不太重要。年年岁岁，千寻万里找，没意思，也没味道。我情我愿，我诚我骄傲，无招胜有招，王牌手中摇。不屈不挠，它外的风黑的雨无处可逃，面对纷纷扰扰，把真心燃烧，数风云看今朝。挺起胸膛，挺起腰，命运遥望还是忘不了，几番风雨浪滔滔，混沌中终会正道。滚滚红尘却发酵，一副当官变成救命草。当每个人笑一笑，当每个人笑一笑，世界就会更好。岁岁千寻万里找，没意思也没味道。我情我愿，我诚我骄傲，无招胜有招，王牌手中摇。不屈不挠，外的风黑的雨无处可逃，面对纷纷扰扰，把真心燃烧，数风云看今朝。挺起胸膛，挺起腰，命运遥望还是忘不了。几番风雨浪滔滔，混沌中终会正道。滚滚红尘却发酵，一副当官变成救命草。当每个人笑一笑，当每个人笑一笑，世界就会忘不了，几番风雨浪滔滔，混沌中重回正道。滚滚红尘却发酵，一副当官变成救命草。当每个人懂得笑，当每个人懂得笑，世界忽然变好。
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ